តាចេះហៅសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនមេរៀនថ្មីទាក់ទងនឹងការសួស្តីគ្នាអញ្ចឹងយើងអានទាំងអស់គ្នាតាចៅហូតាចៅហូការសួស្តីគ្នាតោះពាក្យទី1ចៅអានចៅអានចៅអានអរុនសួស្តីចៅសាំងហៅចៅសាំងហៅអរុនសួស្តីពាក្យទី3វ៉ាន់សាំងហៅវ៉ាន់សាំងហៅវ៉ាន់សាំងហៅសាយ័នសួស្តីទី4នីហៅម៉ានីហៅម៉ានីហៅម៉ាតើអ្នកសុខសប្បាយជាទេ我很好我很好谢谢你呢我很好谢谢你呢我很好谢谢你呢ខ្ញុំសុខសប្បាយជាទេអរគុណចុះអ្នកវិញអញ្ចឹង我很好មានន័យថាខ្ញុំសុខសប្បាយទេ谢谢អរគុណនេះណាចុះអ្នកវិញអញ្ចឹងយើងសួរគេតបទៅវិញអញ្ចឹងទី6គេឆ្លើយមកវិញថាម៉េច我也是对不起我也很好我也很好谢谢你再见我也很好谢谢你再见我也很好谢谢再见ខ្ញុំទុកក៏សុខសប្បាយដែរអរគុណលាសិនហើយអញ្ចឹងសម្រាប់មេរៀនមួយហ្នឹងគឺសម្រាប់យើងនិយាយសន្ទនាគ្នាពេលជួបគ្នាដំបូងចឹងទៅយើងថាពេលគេចៅអានយើងត្រូវចៅអានទៅគេវិញឬក៏ចៅសាំងហៅដោយសារពាក្យអរុនសួស្តីមានពាក្យច្រើនជួនទៅគេនិយាយថាចៅហ្នឹងក៏និយាយតែពាក្យមួយម៉ាត់នេះចៅតែពេលយើងស្គាល់គ្នាស្និទ្ធស្នាលអីយ៉ាងទៅណាចៅហ្នឹងក៏បានដែរតែនេះពាក្យយើងរៀនយើងត្រូវសរសេរពេញឲ្យយើងស្គាល់ច្រើនដល់ពេលបដិបត្តិដល់ពេលយើងធ្វើការយើងនឹងជួបអ្វីថ្មីមិនថារៀនអញ្ចឹងត្រូវតែអញ្ចឹងនេះអាស្រ័យលើជនជាតិចិនគាត់និយាយដែរឥឡូវខ្ញុំសូមអានឲ្យម្ដងទៀតចៅអានអរុនសួស្តីចៅសាំងហៅអរុនសួស្តីវ៉ាន់សាំងហៅសាយ័នសួស្តីនីហៅម៉ាតើអ្នកសុខសប្បាយជាទេ我很好谢谢你呢我很好谢谢你呢ខ្ញុំសុខសប្បាយជាទេអរគុណចុះអ្នកវិញបន្តមកទៀតយើងឆ្លើយទៅគេវិញទៅ我也很好谢谢你再见我也很好谢谢你再见ខ្ញុំក៏សុខសប្បាយដែរអរគុណនេះសិនហើយទុយពីជាដោយសារនៅក្នុងមេរៀននេះកន្លែងសៀកនេះខ្ញុំអត់បានថែមសៀកនេះទេខ្ញុំផ្សេងទៅសៀកអញ្ចឹងជួបពេលបងប្អូនសរសេរចាំជួយថែមភីងអ៊ីងសៀកនេះឲ្យផងហើយវីដេអូថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្ណឹងអរគុណសម្រាប់អ្នកទាំងអស់គ្នា
ដែលស្រឡាញ់ចូលចិត្តឬក៏មានអីជាចម្ងល់ចង់ comment ឬ comment មានខុសទោះកន្លែងណាអីជួយណែនាំផងហើយទៅអាច criticize for building ចង់និយាយថាយើងរិះគន់ដើម្បីស្ថាបនាបើមានឃើញចំណុចណាខ្វះខាតបងអាចជួយ comment នៅលើ Facebook ខ្ញុំបានហើយជួយ like ជួយ follow YouTube ខ្ញុំម្នាក់មួយផងណាអរគុណច្រើនហើយបងប្អូនដែលចង់រៀនចង់តាក់ទងចង់ចុះឈ្មោះចូលរៀនអីអាចតាក់ទង Telegram បានខ្ញុំមានបង្រៀនតាម online ជាភាសាចិនដោយធ្វើជាវីដេអូនឹងផ្ញើជូនបងប្អូនរៀនតម្លៃសមរម្យចាប់អារម្មណ៍ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅអរគុណចៃជា